ជំពូកទី8ពិភពលោកផ្លាស់ប្ដូរប៉ុន្តែសាលានៅតែដដែលយើងកំពុងរស់នៅក្នុងយុគសម័យដែលព័ត៌មានមានគ្រប់ទីកន្លែងបច្ចេកវិទ្យាវិវត្តរាល់ថ្ងៃហើយបញ្ញាសិប្បនិម្មិត AI កំពុងតែផ្លាស់ប្ដូររបៀបធ្វើការរបស់មនុស្សផងដែរប៉ុន្តែប្រសិនបើអ្នកដើរចូលទៅក្នុងថ្នាក់រៀនមួយនៅថ្ងៃនេះអ្នកនឹងឃើញទិដ្ឋភាពមិនខុសពី100ឆ្នាំមុនឡើយគ្រូឈរនៅមុខក្តារខៀនហើយសិស្សអង្គុយជាជួរហើយគ្រប់គ្នាកំពុងតែទន្ទិញមេរៀនដើម្បីរងចាំការប្រឡងនេះគឺជាភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងប្រព័ន្ធអប់រំដែលហួសសម័យនិងពិភពលោកដែលកំពុងវិវត្តយ៉ាងលឿនគម្លាតនៃពេលវេលាសាលារៀនភាគច្រើននៅតែផ្អែកលើគំរូនៃសម័យបដិវត្តន៍ឧស្សាហកម្មដែលមានគោលដៅគឺផលិតកម្មករដែលមានជំនាញដូចគ្នាដើម្បីធ្វើការក្នុងរោងចក្រសម័យនោះការគោរពពេលវេលានិងការធ្វើតាមការបញ្ជាគឺជាអ្វីដែលទីផ្សារត្រូវការបំផុតប៉ុន្តែសប្តាហ៍ថ្ងៃការងារមិនមែនជារឿងអចិន្ត្រៃយ៍ជំនាញដែលអ្នកបានរៀននៅក្នុងថ្ងៃនេះអាចនឹងគ្មានតម្លៃក្នុងរយៈពេល5ឆ្នាំទៅមុខទៀតព័ត៌មានមិនមែនជាទ្រព្យសម្បត្តិទេការចងចាំការពិតលែងសំខាន់ទៀតហើយព្រោះអ្នកអាចស្វែងរកព័ត៌មានគ្រប់យ៉ាងបានក្នុងរយៈពេលត្រឹមតែ1វិនាទីនៅលើអ៊ីនធឺណិតការដោះស្រាយបញ្ហាគឺជាតម្រូវការទីផ្សារសប្តាហ៍ថ្ងៃស្វែងរកមនុស្សដែលអាចដោះស្រាយបញ្ហាស្មុគស្មាញដែលម៉ាស៊ីនមិនអាចធ្វើការបានហេតុអ្វីបានជាសាលាមិនព្រមផ្លាស់ប្ដូរភាពយឺតយ៉ាវនៃប្រព័ន្ធការផ្លាស់ប្ដូរកម្មវិធីសិក្សាទូទាំងប្រទេសត្រូវការរាប់ឆ្នាំខណៈពេលដែលបច្ចេកវិទ្យាផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះភាពមិនច្បាស់លាស់ការបង្រៀនអ្វីដែលច្បាស់លាស់ដូចជាអក្សរសាស្ត្រឬរូបមន្តគណិតវិទ្យាងាយស្រួលការរៀនពីរបៀបគិតការសម្របខ្លួនទៅនឹងពិភពលោកដែលមិនច្បាស់លាស់ការគិតថែរក្សាស្ថានភាពដើមសង្គមច្រើននៅតែជឿលើសញ្ញាបត្រជាគន្លឹះនៃជីវិតទោះបីជាសញ្ញាបត្រនោះមិនអាចធានាការសិក្សាឬក៏ធានាការងារបានក៏ដោយការរស់រានមានជីវិតក្នុងយុគសម័យថ្មីសិស្សនិទេស A ដែលមានទំនុកចិត្តលើសាលាខ្លាំងពេកជារឿយជួបវិបត្តិនៅពេលដែលចេញទៅធ្វើការព្រោះពួកគេរកមិនឃើញសៀវភៅមេរៀនក្នុងជីវិតពិតចំណែកឯសិស្សនិទេស C វិញដែលមិនសូវពឹងផ្អែកទៅលើសាលាបានរៀនខ្លួនឯងជាមុនតាមរយៈការសង្កេតនិងការពិសោធន៍ដើម្បីរស់រាននិងជោគជ័យក្នុងពិភពលោកដែលកំពុងតែផ្លាស់ប្ដូរអ្នកត្រូវធ្វើរឿងទាំងនេះ 1. រៀនរបៀបរៀនសំខាន់ជាងអ្វីដែលអ្នកបានរៀនគឺសមត្ថភាពក្នុងការរៀនរបស់ថ្មីឲ្យបានលឿន 2. ឈប់ពឹងផ្អែកទៅលើសាលាដើម្បីក្តីសុបិនរបស់អ្នកចាត់ទុកសាលាជាកន្លែងរៀនមូលដ្ឋានគ្រឹះប៉ុន្តែត្រូវស្វែងរកចំណេះដឹងពិតប្រាកដនៅខាងក្រៅឬក៏តាមអ៊ីនធឺណិតឬក៏តាមវគ្គបណ្ដុះបណ្ដាលឬការធ្វើការងារផ្ទាល់ផ្ដោតទៅលើជំនាញទន់ soft skill ជំនាញទំនាក់ទំនងការគ្រប់គ្រងអារម្មណ៍ការចរចានិងការដឹកនាំគឺជាជំនាញដែល AI មិនអាចជំនួសបានឡើយ
សាលាមិនអាចផ្លាស់ប្ដូរតាមខ្លួនឯងបានទេអ្នកត្រូវតែផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យតាមទាន់ពិភពលោកកុំរងចាំប្រព័ន្ធអប់រំផ្ដល់ចម្លើយឲ្យអ្នកប៉ុន្តែអ្នកត្រូវតែរកចម្លើយដោយខ្លួនឯងជំពូកទី9គុណវិបត្តិនៃការប្រកួតប្រជែងដណ្ដើមចំណាត់ថ្នាក់នៅក្នុងសាលារៀនការប្រកួតប្រជែងដណ្ដើមចំណាត់ថ្នាក់ ranking ត្រូវបានគេប្រើជាឧបករណ៍ដើម្បីជំរុញទឹកចិត្តសិស្សអ្នកដែលនៅលេខ1គឺជាអ្នកដែលពូកែបំផុតហើយអ្នកដែលនៅលេខក្រោយគឺជាអ្នកដែលត្រូវខំប្រឹងបន្ថែមប៉ុន្តែប្រសិនបើអ្នកពិនិត្យឲ្យបានស៊ីជម្រៅទៅអ្នកឃើញថារបៀបនៃការប្រកួតប្រជែងនេះកំពុងតែបំផ្លាញសមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងផ្លូវដ៏វែងឆ្ងាយអន្ទាក់នៃការប្រកួតប្រជែងនៅក្នុងការប្រកួតប្រជែងដណ្ដើមចំណាត់ថ្នាក់សេចក្តីសុខឬភាពជោគជ័យរបស់សិស្សម្នាក់គឺផ្អែកទៅលើការបរាជ័យរបស់អ្នកដទៃប្រសិនបើមិត្តរបស់អ្នកបានពិន្ទុខ្ពស់ជាងអ្នកនឹងធ្លាក់ក្នុងចំណាត់ថ្នាក់នេះបង្កើតទៅជាទម្លាប់ចិត្តសាស្ត្រដែលថាអ្នកដទៃគឺជាសត្រូវជំនួសឲ្យការសហការគ្នាដើម្បីទទួលបានលទ្ធផលល្អជាងមុនសិស្សរៀនពីរបៀបការពារចំណេះដឹងឬមិនចង់ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកការបាត់បង់ភាពច្នៃប្រឌិតដើម្បីឲ្យបានលេខ1អ្នកត្រូវតែធ្វើអ្វីតាមដែលគ្រូប្រាប់ឬអ្នកកែវិញ្ញាសាពេញចិត្តអ្នកមិនអាចហ៊ានពិសោធន៍គំនិតថ្មីដែលខុសពីក្បួនខ្នាតបានទេព្រោះវាប្រឈមនឹងការបាត់បង់ពិន្ទុភាពខុសគ្នារវាងការប្រកួតប្រជែងនៅសាលានិងសហការក្នុងអាជីវកម្មនៅក្នុងសាលាការសហការគ្នាក្នុងពេលប្រឡងត្រូវបានចាត់ទុកថាជាការលួចចម្លងដែលជាទង្វើមិនត្រឹមត្រូវនៅក្នុងពិភពអាជីវកម្មការសហការគឺជាកត្តាសម្រេចជោគជ័យគ្មាននរណាម្នាក់អាចបង្កើតអាជីវកម្មដ៏ធំមួយដោយម្នាក់ឯងនោះទេអ្នកត្រូវតែមានដៃគូក្រុមការងារនិងអ្នកជំនាញផ្សេងសិស្សនិទេសីដែលមិនសូវខ្វល់ពីចំណាត់ថ្នាក់ច្រើនតែមានជំនាញក្នុងការប្រមូលផ្ដុំមនុស្សឬចេះប្រើប្រាស់ចំណុចខ្លាំងរបស់មិត្តភ័ក្តិផលវិបាករយៈពេលវែងការខ្លាចបរាជ័យការប្រកួតដណ្ដើមចំណាត់ថ្នាក់ដើម្បីបង្កើតអារម្មណ៍មួយដែលថាត្រូវតែល្អជាងគេគ្រប់ពេលវេលានៅពេលដែលសិស្សទាំងនោះចូលនៅក្នុងពិភពការងារមួយពួកគេខ្លាចការសហការព្រោះខ្លាចគេមើលឃើញពីចំណុចខ្សោយរបស់ខ្លួន2ពួកគេស្រេកឃ្លានការសរសើរពួកគេត្រូវការទទួលស្គាល់ពីចំណាត់ថ្នាក់លើជាគេជានិច្ចដូចជាត្រូវការពិន្ទុពីគ្រូអញ្ចឹងដែរ3ពួកគេខ្វះភាពធន់នៅពេលដែលពួកគេជួបការបរាជ័យដំបូងក្នុងអាជីវកម្មឬការងារពួកគេដួលដាច់យូរព្រោះពួកគេមិនធ្លាប់បានគេបណ្ដុះបណ្ដាលឲ្យមើលឃើញពីតម្លៃនៃកំហុសនោះទេផ្លូវចេញពីការប្រកួតប្រជែងទៅជាការបំពេញតម្លៃជំនួសឲ្យការប្រកួតប្រជែងដណ្ដើមចំណាត់ថ្នាក់អ្នកគួរតែផ្លាស់ប្ដូរគំនិតទៅជាការប្រកួតប្រជែងជាមួយនឹងខ្លួនឯងនិងការបង្កើតតម្លៃសម្រាប់អ្នកដទៃសហការដើម្បីឈ្នះទាំងអស់គ្នា Win-win រកមិត្តភ័ក្តិដែលឆ្លាតជាងអ្នកហើយរៀនពីពួកគេជួយឲ្យអ្នកដទៃជោគជ័យហើយអ្នកក៏នឹងទទួលបានការជោគជ័យត្រឡប់មកវិញដែរ
កុំមើលអ្នកដទៃជាគូប្រជែងនៅក្នុងពិភពលោកដ៏ធំនេះមានឱកាសសម្រាប់គ្រប់គ្នាការប្រកួតប្រជែងពិតប្រាកដគឺការធ្វើឲ្យខ្លួនអ្នកនៅថ្ងៃនេះល្អជាងខ្លួនអ្នកកាលពីម្សិលមិញសិស្សនិទេស A ជាប់អន្ទាក់ក្នុងការដណ្ដើមចំណាត់ថ្នាក់ក្នុងការរៀនរីឯសិស្សនិទេស C វិញប្រើពេលនោះដើម្បីកសាងបណ្ដាញទំនាក់ទំនងនិងជាភាពជាអ្នកដឹកនាំនៅពេលដែលចេញទៅក្នុងសង្គមថៅកែមិនសួរថាតើអ្នកជាប់លេខប៉ុន្មានក្នុងថ្នាក់នោះទេប៉ុន្តែគេច្រើនតែសួរថាតើអ្នកអាចដោះស្រាយបញ្ហាអ្វីឲ្យខ្ញុំបានជំពូកទី10តើពិន្ទុអាចវាស់ស្ទង់ភាពជោគជ័យបានកម្រិតណានៅពេលដែលយើងនិយាយពីភាពជោគជ័យនៅក្នុងបរិបទសាលារៀនគឺយើងកំពុងតែនិយាយពីលេខដែលនៅលើក្រដាសប៉ុន្តែប្រសិនបើយើងក្រឡេកមើលទៅពិភពលោកទាំងមូលតើមនុស្សប៉ុន្មានអ្នកដែលមានជោគជ័យខ្លាំងក្នុងជីវិតប៉ុន្តែធ្លាប់ទទួលបានពិន្ទុមិនល្អពីក្នុងថ្នាក់ទេចម្លើយគឺមានច្រើនរាប់មិនអស់នេះបង្ហាញថាពិន្ទុគឺជាសយនករដែលមានកម្រិតមិនមែនជាការវាស់វែងចុងក្រោយនៃសមត្ថភាពរបស់មនុស្សម្នាក់នោះទេដែនកំណត់នៃពិន្ទុគឺជាអ្វីពិន្ទុគឺជាទិន្នន័យដែលបង្កើតឡើងដោយប្រព័ន្ធអប់រំដើម្បីវាស់ស្ទង់សមត្ថភាពក្នុងស៊ុមមួយវាមិនអាចវាស់ស្ទង់ពីគុណតម្លៃផ្សេងទៀតសំខាន់ក្នុងជីវិតពិតទេភាពធន់សាលាមិនមានវិញ្ញាសាប្រឡងវាស់ថាតើអ្នកអាចងើបឡើងវិញបានលឿនប៉ុណ្ណានៅពេលដែលអ្នកបរាជ័យក្នុងជីវិតនោះទេជំនាញសង្គមពិន្ទុមិនអាចវាស់ថាតើអ្នកមានសមត្ថភាពក្នុងការនិយាយបញ្ចុះបញ្ចូលមនុស្សឬដោះស្រាយជម្លោះបានល្អកម្រិតណាការច្នៃប្រឌិតពិន្ទុភាគច្រើនផ្អែកទៅលើការរកចម្លើយដែលត្រឹមត្រូវបំផុតមិនមែនការស្វែងរកវិធីថ្មីដែលប្រសើរជាងមុននោះទេភាពជាអ្នកដឹកនាំ leadership ភាពជោគជ័យមិនមែនជាការដើរតែម្នាក់ឯងដើម្បីយកពិន្ទុខ្ពស់ទេប៉ុន្តែវាជាការដឹកនាំក្រុមឲ្យឆ្ពោះទៅរកគោលដៅហេតុអ្វីបានជាពិន្ទុអាចបំភាន់អ្នកបានបញ្ហាធំបំផុតគឺនៅពេលដែលសិស្សជោគជ័យក្នុងការរក្សាពិន្ទុល្អរហូតដល់ពួកគេភ្លេចអភិវឌ្ឍជំនាញជីវិត1ការរៀនបែបបញ្ជាសិស្សនិទេស A ជារឿយគិតថាប្រសិនបើខ្ញុំធ្វើតាមច្បាប់ខ្ញុំនឹងទទួលបានភាពជោគជ័យក្នុងជីវិតពិតច្បាប់តែងតែផ្លាស់ប្ដូរហើយជួនកាលអ្នកដែលជោគជ័យបំផុតគឺជាអ្នកដែលហ៊ានបំបែកច្បាប់ទាំងនោះដើម្បីបង្កើតឱកាសថ្មីសញ្ញាបត្រគឺជាច្រកចូលមិនមែនច្រកចេញពិន្ទុល្អអាចឲ្យអ្នកទទួលបានការងារដំបូងគឺច្រកចូលប៉ុន្តែវាជាបទពិសោធន៍ភាពវៃឆ្លាតនិងទំនាក់ទំនង networking ដែលកំណត់ថាតើអ្នកនឹងអាចរីកចម្រើនដល់កម្រិតណាវាគឺជាច្រកចេញអ្វីដែលវាស់ស្ទង់ភាពជោគជ័យពិតប្រាកដភាពជោគជ័យក្នុងជីវិតមិនមែនការវាស់វែងតាមរយៈលេខនោះទេប៉ុន្តែវាគឺជាការវាស់វែងតាមរយៈការបង្កើតតម្លៃតើអ្នកបានជួយដោះស្រាយបញ្ហាអ្វីខ្លះដល់សង្គមសេរីភាពផ្ទាល់ខ្លួនតើអ្នកមានសេរីភាពក្នុងការសម្រេចចិត្តលើជីវិតខ្លួនឯងកម្រិតណាសុភមង្គលនិងការពេញចិត្តតើអ្នកមានអារម្មណ៍រីករាយជាមួយនឹងអ្វីដែលអ្នកកំពុងតែធ្វើដែរឬទេតាមពិតពិន្ទុគឺជាឧបករណ៍មួយរបស់សាលាប៉ុន្តែមិនមែនជាផែនទី
នៃជោគវាសនារបស់អ្នកទេប្រសិនបើអ្នកជាសិស្សនិទេស A សូមកុំឲ្យបន្ទុកនោះធ្វើឲ្យអ្នកមានភាពក្រអឺតក្រទមឬខ្លាចការធ្វើខុសប្រសិនបើជាអ្នកជាសិស្សនិទេស C វិញសូមកុំឲ្យបន្ទុកនោះធ្វើឲ្យអ្នកអស់សង្ឃឹមភាពជោគជ័យពិតប្រាកដមិនចាប់ផ្ដើមនៅលើអ្នករងចាំអ្នកដទៃឲ្យបន្ទុកពីលើការងាររបស់អ្នកហើយចាប់ផ្ដើមយកតម្លៃរបស់ខ្លួនឯងដោយផ្អែកទៅលើលទ្ធផលជាក់ស្ដែងដែលអ្នកបានបង្កើតឡើងជំពូកទី11សិស្សនិទេស C ចក្ខុវិស័យលើក្រដាសប្រឡងការរៀនតាមបែបរស់រានមានជីវិតនៅក្នុងប្រព័ន្ធអប់រំដែលផ្ដោតលើបន្ទុកសិស្សនិទេស C ត្រូវបានគេដាក់ស្លាកសញ្ញាថាជាអ្នកដែលមិនសូវពូកែឬរៀនមិនចូលប៉ុន្តែនៅក្នុងពិភពលោកពិតចរិតលក្ខណៈដែលធ្វើឲ្យពួកគេអន់ក្នុងសាលាជារឿយគឺជាកត្តាដែលធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំអាជីវកម្មដ៏ជោគជ័យហេតុអ្វីពួកគេមានចក្ខុវិស័យដែលធំជាងនៅលើក្រដាសប្រឡងខណៈពេលដែលសិស្សនិទេស A កំពុងតែជាប់រវល់ជាមួយនឹងការទន្ទិញមេរៀនដើម្បីយកបន្ទុកពេញសិស្សនិទេស C ច្រើនតែចំណាយពេលរបស់ពួកគេនៅខាងក្រៅសាលាការសង្កេតរកឱកាសដោយសារតែពួកគេមិនមែនជាចំណាប់អារម្មណ៍របស់គ្រូពួកគេមានពេលសង្កេតមើលពិភពលោកពួកគេឃើញថាតើអ្វីដែលមនុស្សត្រូវការតើអ្វីដែលគេអាចរកលុយបានការសាងសង់បណ្ដាញទំនាក់ទំនងសិស្សនិទេស C តែងតែជជែកលេងជាមួយមិត្តភ័ក្តិចរចានិងបង្កើតទំនាក់ទំនងនេះគឺជាជំនាញដ៏សំខាន់មួយនៅក្នុងអាជីវកម្មសមត្ថភាពក្នុងការនិយាយជាមួយមនុស្សនិងការកសាងមិត្តភាពហេតុអ្វីបានជាពួកគេមិនអាចជាប់លេខ1មិនមែនដោយសារតែពួកគេល្ងងទេប៉ុន្តែដោយសារតែពួកគេមានអត្ថិភាពខុសពីប្រព័ន្ធសិស្សនិទេស C អាចនឹងគិតថាការរៀនរូបមន្តគណិតវិទ្យានេះមិនអាចជួយឲ្យខ្ញុំរកប្រាក់បានទេជំនួសឲ្យការចំណាយពេលវេលា10ម៉ោងដើម្បីធ្វើកិច្ចការផ្ទះឲ្យល្អឥតខ្ចោះពួកគេចំណាយពេលនោះទៅធ្វើរឿងផ្សេងដែលពួកគេយល់ថាវាមានតម្លៃជាងនេះគឺជាភាពវៃឆ្លាតរបស់ការគ្រប់គ្រងពេលវេលាដែលសាលាមិនបានបង្រៀនសមត្ថភាពក្នុងការធ្វើការជាមួយអ្នកពូកែសិស្សនិទេស C ដ៏ជោគជ័យភាគច្រើនមានចំណុចខ្សោយរបស់ខ្លួនពួកគេដឹងថាពួកគេមិនមែនជាអ្នកដែលចេះចាំល្អបំផុតនោះទេដូចនេះហើយពួកគេបង្កើតផ្នត់គំនិតមួយថាប្រសិនបើខ្ញុំចេះធ្វើរឿងនេះខ្ញុំនឹងរកអ្នកដែលចេះមកធ្វើការឲ្យខ្ញុំនេះគឺជាមូលហេតុដែលសិស្សនិទេស A ដែលចេះចាំល្អនិងស្ដាប់បង្គាប់តែងតែទៅធ្វើការឲ្យសិស្សនិទេស C ដែលចេះរៀបចំយុទ្ធសាស្ត្រនិងភាពជាអ្នកដឹកនាំចក្ខុវិស័យលើក្រដាសប្រឡង 1. ការយល់ពីគោលបំណងផុសផុសសិស្សនិទេស C ច្រើនតែសួរថាតើការងារនេះមានប្រយោជន៍អ្វីប្រសិនបើចម្លើយមិនពេញចិត្តពួកគេនឹងមិនចំណាយកម្លាំងច្រើនឡើយនេះគឺជាលក្ខណៈសម្បត្តិរបស់ម្ចាស់អាជីវកម្មការផ្ដោតលើលទ្ធផលជាជាងដំណើរការភាពអត់ធ្មត់ចំពោះភាពមិនច្បាស់លាស់សាលាផ្ដល់មេរៀនដែលមានចម្លើយស្រាប់ជីវិតពិតគឺមានភាពមិនច្បាស់លាស់ខ្ពស់សិស្សនិទេស C បានវឹកហាត់ខ្លួនឯងឲ្យរស់ក្នុងភាពមិនច្បាស់លាស់នេះតាំងតែពីនៅសាលាការទទួលស្គាល់កំហុសជាផ្នែកនៃដំណើរការពួកគេធ្លាប់ទទួលបានពិន្ទុមិនល្អមកហើយ
ដូចនេះការបរាជ័យនៅក្នុងអាជីវកម្មមិនមែនជារឿងដែលធ្វើឲ្យពួកគេអស់សង្ឃឹមនោះទេការក្លាយជាសិស្សនិទេសស៊ីមិនមែនមានន័យថាអ្នកត្រូវតែបោះបង់ការសិក្សាឡើយប៉ុន្តែវាមានន័យថាត្រូវរក្សាចក្ខុវិស័យរបស់អ្នកឲ្យធំជាងពិន្ទុចូលរៀនយកចំណេះដឹងពីសាលាប៉ុន្តែត្រូវប្រើពេលក្រៅសាលាដើម្បីកសាងជំនាញជីវិតដែលក្រដាសប្រឡងមិនអាចផ្ដល់ឲ្យបានជំពូកទី12សិល្បៈនៃការចេះសួរហេតុអ្វីមិនមែនគ្រាន់តែធ្វើដូចម្ដេចនៅក្នុងថ្នាក់រៀនជាធម្មតាគ្រូតែងតែបង្រៀនយើងអំពីធ្វើដូចម្ដេចដើម្បីដោះស្រាយសមីការនេះធ្វើដូចម្ដេចដើម្បីសរសេរតែងសេចក្តីនេះធ្វើដូចម្ដេចដើម្បីប្រឡងឲ្យជាប់នេះគឺជាការរៀនដែលផ្ដោតទៅលើនីតិវិធីប៉ុន្តែនៅក្នុងពិភពលោកនៃភាពជាសហគ្រិននិងជាអ្នកដឹកនាំសំណួរដែលសំខាន់បំផុតគឺហេតុអ្វី why ហេតុអ្វីបានជាហេតុអ្វីសំខាន់ជាងធ្វើដូចម្ដេចនៅពេលដែលអ្នកដឹងវិធីធ្វើដូចម្ដេចអ្នកគ្រាន់តែជាអ្នកបច្ចេកទេសម្នាក់តែប៉ុណ្ណោះប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងឬប្រសិនបើវិធីសាស្ត្រនោះលែងមានប្រសិទ្ធភាពអ្នកនឹងជាប់គាំងព្រោះអ្នកមិនដឹងពីឫសគល់នៃបញ្ហាចំណែកឯអ្នកដែលសួរថាហេតុអ្វីគឺជាអ្នកដែលស្វែងរកមូលហេតុនិងគោលបំណងហេតុអ្វីយើងត្រូវធ្វើការងារនេះហេតុអ្វីអតិថិជនត្រូវទិញផលិតផលរបស់យើងហេតុអ្វីវិធីសាស្ត្រនេះហួសសម័យទៅហើយសិស្សនិទេស A ទល់នឹងសិស្សនិទេស C សិស្សនិទេស A ចូលចិត្តធ្វើដូចម្ដេចព្រោះវាងាយស្រួលនិងផ្ដល់លទ្ធផលភ្លាមពួកគេចំណាយពេលវេលាស្វែងរកវិធីសាស្ត្រដែលត្រឹមត្រូវបំផុតតាមក្បួនខ្នាតសិស្សនិទេស C ដោយសារពួកគេមិនសូវចាប់អារម្មណ៍នឹងវិធីសាស្ត្រតាមក្បួនខ្នាតពួកគេតែងតែចោទសួរថាហេតុអ្វីខ្ញុំត្រូវធ្វើបែបនេះពេលខ្លះការសួរនេះធ្វើឲ្យពួកគេរកឃើញវិធីសាស្ត្រថ្មីដែលលឿនជាងនិងប្រសិទ្ធភាពជាងនេះគឺជាដើមកំណើតនៃភាពច្នៃប្រឌិតអំណាចនៃការសួរហេតុអ្វី5ដង The 5 Whys បច្ចេកទេសមួយដែលក្រុមហ៊ុនជោគជ័យរបស់ Toyota ប្រើដើម្បីដោះស្រាយបញ្ហាស្មុគស្មាញការសួរហេតុអ្វី5ដងឧទាហរណ៍ម៉ាស៊ីនឈប់ដំណើរការហេតុអ្វីព្រោះវាផ្ទុកលើសកម្រិតហេតុអ្វីព្រោះប្រេងរំអិលមិនគ្រប់គ្រាន់ហេតុអ្វីព្រោះស្នប់សពប្រេងដំណើរការមិនប្រក្រតីហេតុអ្វីព្រោះផ្នែកនៅខាងក្នុងត្រូវបានសឹករិចរិលហេតុអ្វីព្រោះមិនមានការត្រួតពិនិត្យគុណភាពជាប្រចាំតាមរយៈការសួរហេតុអ្វីអ្នកនឹងឃើញឫសគល់នៃបញ្ហាដែលវាគ្រាន់តែជាការជួសជុលផ្ទៃខាងលើការកសាងផ្នត់គំនិតចង់ដឹងចង់ឃើញដើម្បីក្លាយជាអ្នកដឹកនាំអ្នកត្រូវតែចាប់ផ្ដើមវឹកហាត់ដោយខ្លួនឯង1កុំយកអ្វីមកធ្វើដោយខ្វាក់ភ្នែកទោះបីជាទំនៀមទម្លាប់ការងារឬអ្វីដែលថ្នាក់លើបញ្ជាក៏ដោយ2ផ្ដោតលើតម្លៃមិនមែនកិច្ចការសួរថាហេតុអ្វីការងារនេះបង្កើតឲ្យមានតម្លៃឲ្យអតិថិជនប្រសិនបើវាមិនបង្កើតតម្លៃទេហេតុអ្វីត្រូវធ្វើ3បើកចំហចំពោះចម្លើយដែលមិនរំពឹងទុកការសួរហេតុអ្វីជារឿយនឹងនាំអ្នកទៅរកផ្លូវថ្មីដែលអ្នកមិនធ្លាប់នឹកស្មានដល់
ធ្វើដូចម្ដេចគឺជារឿងងាយស្រួលក្នុង Google ឬ AI ប៉ុន្តែហេតុអ្វីគឺជាអ្វីដែលកើតចេញពីការគិតស៊ីជម្រៅរបស់មនុស្សអ្នកដែលដឹងពីហេតុអ្វីនឹងរកឃើញវិធីធ្វើដូចម្ដេចជានិច្ចសិស្សនិទេសស៊ីធ្វើការឲ្យសិស្សនិទេសស៊ីកើតឡើងពីការដែលពួកគេចេះសួរនិងដឹងច្បាស់ថាពួកគេកំពុងធ្វើអ្វីនិងដើម្បីអ្វីជំពូកទី13ភាពក្លាហានក្នុងការប្រថុយប្រឋានក្នុងដែនកំណត់សមហេតុផលភាពខុសគ្នារវាងការលេងល្បែងនិងការប្រថុយសមហេតុផលមនុស្សជាច្រើនយល់ច្រឡំថាការប្រថុយប្រឋានគឺជាការលេងល្បែងភ្នាល់ឬការធ្វើអ្វីមួយដោយមិនគិតមុខគិតក្រោយប៉ុន្តែសម្រាប់សិស្សនិទេសស៊ីដែលបានក្លាយជាម្ចាស់អាជីវកម្មការប្រថុយប្រឋានមិនមែនជារឿងរន្ធត់នោះទេវាគឺជាសិល្បៈនៃការគ្រប់គ្រងហានិភ័យការលេងល្បែងអ្នកចាក់លុយដោយសង្ឃឹមលើសំណាងដោយមិនមានការត្រួតពិនិត្យឬគ្រប់គ្រងអ្វីទាំងអស់លទ្ធផលគឺស្ថិតនៅលើឱកាសចៃដន្យសុទ្ធសាធការប្រថុយសមហេតុផលអ្នកវិភាគស្ថានភាពថ្លឹងថ្លែងរវាងអ្វីដែលអ្នកបាត់បង់ទល់នឹងអ្វីដែលអ្នកអាចទទួលបានហើយរៀបចំផែនការកាត់បន្ថយការខាតបង់ឲ្យនៅទាបបំផុតហេតុអ្វីសិស្សនិទេស A ខ្លាចការប្រថុយប្រព័ន្ធអប់រំបានបង្រៀនឲ្យពួកគេថាការធ្វើអ្វីមួយដែលខុសពីក្បួនគឺជាហានិភ័យដ៏ធំធេងបំផុតដែលនាំឲ្យពួកគេធ្លាក់ឬបាត់បង់ពិន្ទុដូចនេះពួកគេបានបង្កើតអាកប្បកិរិយាស្វែងរកសុវត្ថិភាពពួកគេចូលចិត្តការងារណាដែលមានប្រាក់ខែថេរកិច្ចសន្យាការងារច្បាស់លាស់និងសកម្មភាពដែលធានាថាជោគជ័យផ្ទុយទៅវិញសិស្សនិទេសស៊ីមិនសូវមានភាពកក់ក្ដៅនិងសុវត្ថិភាពនោះទេពួកគេធ្លាប់ឆ្លងកាត់ការបរាជ័យដូចនេះពួកគេដឹងថាការបរាជ័យមិនមែនជាចុងបញ្ចប់នៃពិភពលោកទេដែនកំណត់នៃភាពក្លាហានរបៀបវិភាគហានិភ័យការប្រថុយប្រឋានក្នុងដែនកំណត់សមហេតុផលទាមទារឲ្យអ្នកឆ្លើយសំណួរទាំង3នេះ 1. តើអ្វីទៅជាករណីអាក្រក់បំផុតតើខ្ញុំអាចទទួលយកការបាត់បង់នោះបានទេប្រសិនបើអ្នកមិនអាចទទួលយកការបាត់បង់នោះទេនោះវាមិនមែនជាការប្រថុយសមហេតុផលនោះទេ 2. តើអ្វីទៅជាការទទួលបានតើឱកាសនេះអាចនាំនៅអ្វីដែលផ្លាស់ប្ដូរជីវិតបានដែរឬទេ 3. តើខ្ញុំអាចកាត់បន្ថយហានិភ័យបានដោយរបៀបណាការសាកល្បងតូចៗគឺជាវិធីដ៏ល្អបំផុតកុំដាក់ដើមទុនទាំងអស់លើកាតតែមួយធ្វើវាបន្តិចម្ដងរហូតដល់ឃើញថាវាមានដំណើរការសិនភាពក្លាហានកើតចេញពីការរៀបចំសិស្សនិទេសស៊ីតែងតែមានភាពក្លាហានព្រោះពួកគេមិនមែនប្រថុយដោយគ្មានមូលដ្ឋានពួកគេសាកល្បងរៀនពីកំហុសកែសម្រួលផែនការហើយសាកល្បងម្ដងទៀតភាពក្លាហានមិនមែនមានន័យថាមិនខ្លាចនោះទេប៉ុន្តែមានន័យថាដឹងថាខ្លាចប៉ុន្តែនៅតែធ្វើរហូតដល់មានការគិតគូរ
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំអ្នកត្រូវតែចេញពីតំបន់សុវត្ថិភាពការស្ថិតនៅក្នុងសុវត្ថិភាពជានិច្ចគឺជាការមានហានិភ័យដ៏ធំបំផុតនៅក្នុងពិភពលោកបច្ចុប្បន្នព្រោះអ្វីៗវានឹងផ្លាស់ប្ដូរហើយប្រសិនបើអ្នកមិនព្រមប្រថុយដើម្បីកែលម្អខ្លួនឯងនោះទេអ្នកនឹងត្រូវទុកចោលនៅពីខាងក្រោយជំពូកទី14ការរៀនពីការបរាជ័យជាគ្រូដ៏ល្អបំផុតនៅក្នុងសាលារៀនការបរាជ័យមានន័យថាការប្រឡងធ្លាក់វាជាសញ្ញានៃភាពអាម៉ាស់ដែលធ្វើឲ្យសិស្សមានអារម្មណ៍ថាខ្លួនឯងមិនពូកែប៉ុន្តែនៅក្នុងពិភពនៃអ្នកជោគជ័យការបរាជ័យមិនមែនជាការផ្ទុយនៃភាពជោគជ័យនោះទេវាគឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យហេតុអ្វីបានជាសាលាខ្លាចការបរាជ័យប្រព័ន្ធអប់រំត្រូវបានរចនាឡើងដើម្បីឲ្យមនុស្សដើរទៅតាមបន្ទាត់ត្រង់មួយរៀនប្រឡងជាប់ជោគជ័យក្នុងគំរូនេះការងារចេញឬជំពប់ដួលត្រូវចាត់ទុកជាកំហុសដែលត្រូវតែកែតម្រូវភ្លាមដើម្បីបង្កើតទម្លាប់ដល់សិស្សនិទេស A ឲ្យព្យាយាមជៀសវាងកំហុសគ្រប់យ៉ាងទោះជាយ៉ាងណាសិស្សនិទេស C ជាច្រើនបានជួបប្រទះក្នុងការបរាជ័យតាំងពីក្មេងដោយសារពួកគេធ្លាប់ធ្លាក់ឬមិនសូវមានពិន្ទុល្អពួកគេតែងតែខ្លាចវាយូរណាស់មកហើយភាពខ្លាចនេះហើយដែលធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការសាកល្បងរឿងថ្មីៗក្នុងជីវិតពិតមេរៀនភាពបរាជ័យក្នុងជីវិតពិតការបរាជ័យគឺជាគ្រូដ៏ល្អបំផុតព្រោះវានិយាយការពិតដោយគ្មានការលាក់លៀមការវិភាគមូលហេតុនៅពេលដែលអ្នកបរាជ័យអ្នកដឹងថាវិធីនេះមិនដំណើរការទេនេះជាព័ត៌មានដ៏មានតម្លៃដែលសៀវភៅទ្រឹស្ដីមិនអាចផ្ដល់ឲ្យអ្នកបានការកសាងភាពធន់ការបរាជ័យបង្រៀនឲ្យអ្នកចេះក្រោកឈរមនុស្សដែលមិនធ្លាប់ជួបការបរាជ័យតែងតែមានភាពផុយស្រួយនៅពេលដែលជួបវិបត្តិធំៗក្នុងអាជីវកម្មការផ្លាស់ប្ដូរវិធីសាស្ត្រការបរាជ័យបង្ខំឲ្យអ្នកឈប់ប្រើវិធីសាស្ត្រហើយស្វែងរកវិធីថ្មីៗដែលវៃឆ្លាតជាងមុនរបៀបរៀនពីបរាជ័យដូចជាអ្នកឈ្នះកុំបន្ទោសអ្នកដទៃការទទួលខុសត្រូវលើកំហុសរបស់ខ្លួនឯងគឺជាជំហានដំបូងនៃការរៀនបើអ្នកចេះតែបន្ទោសជោគវាសនាឬអ្នកដទៃអ្នកនឹងមិនទទួលបានមេរៀនអ្វីទាំងអស់ 2. ធ្វើការវិភាគក្រោយព្រឹត្តិការណ៍សួរខ្លួនឯងថាតើអ្វីខុសតើខ្ញុំបានរៀនអ្វីខ្លះតើខ្ញុំនឹងធ្វើឲ្យខុសប្លែកពីនេះនៅពេលក្រោយដោយរបៀបណាសាកល្បងឲ្យតូចបរាជ័យឲ្យលឿនក្នុងអាជីវកម្មដែលល្អបំផុតគឺការសាកល្បងគំនិតឲ្យបានឆាប់ទៅតាមអ្វីដែលអាចធ្វើទៅបានប្រសិនបើវាបរាជ័យសូមឲ្យបរាជ័យក្នុងចំណាយដ៏តិចតួចបំផុតដើម្បីយកមេរៀនមកកែលម្អការរៀនរស់ជាមួយភាពបរាជ័យភាពជោគជ័យដ៏អស្ចារ្យមិនមែនបានកើតពីភាពឥតខ្ចោះនោះទេប៉ុន្តែវាបានប្រមូលផ្ដុំនៃកំហុសរាប់ពាន់ដងដែលបានកែតម្រូវសិស្សនិទេសស៊ីធ្វើការឲ្យសិស្សនិទេសស៊ីព្រោះពួកគេយល់ថាជីវិតជាការដំណើរការនៃបទពិសោធន៍សិស្សនិទេស A ជារឿយៗនៅជាប់នឹងកន្លែងចាស់ព្រោះពួកគេនៅតែរងចាំគ្រប់យ៉ាងឲ្យល្អឥតខ្ចោះជាងមុននឹងចាប់ផ្ដើម
យើងកុំខ្លាចបរាជ័យការមិនបរាជ័យទាល់តែសោះមានន័យថាអ្នកមិនទាន់បានព្យាយាមធ្វើអ្វីដែលជាដុំកំភួននៅឡើយអ្នកគ្រូដ៏ល្អបំផុតមិនមែនជាអ្នកដែលនៅឈរពីមុខក្តារខៀននោះទេប៉ុន្តែគឺជាភាពបរាជ័យដែលអ្នកបានជួបប្រទះក្នុងដំណើរជីវិតរបស់អ្នកជំពូកទី15ផ្នត់គំនិតនៃការរងចាំមិនចាំការបញ្ជានៅក្នុងប្រព័ន្ធសាលារៀនសិស្សពូកែបំផុតគឺជាសិស្សដែលស្ដាប់បង្គាប់ពួកគេរងចាំគ្រូប្រាប់ថាត្រូវអានជំពូកណាត្រូវធ្វើលំហាត់លេខប៉ុន្មាននិងត្រូវសរសេរអ្វីខ្លះពួកគេបានក្លាយជាអ្នកជំនាញក្នុងការបំពេញតាមការបញ្ជាប៉ុន្តែនៅក្នុងពិភពលោកនៃការងារនិងអាជីវកម្មសមត្ថភាពនេះបែរក្លាយជាឧបសគ្គដ៏ធំបំផុតទៅវិញភាពខុសគ្នារវាងអ្នកចាំបញ្ជានិងអ្នកបង្កើតបញ្ជាអ្នករងចាំបញ្ជាពួកគេតែងតែសួរថាតើខ្ញុំត្រូវធ្វើអ្វីបន្តទៀតពួកគេមានអារម្មណ៍សុវត្ថិភាពនៅពេលដែលមាននរណាម្នាក់ប្រាប់នៅអ្វីដែលពួកគេត្រូវធ្វើបើគ្មានការបញ្ជាពួកគេនឹងអង្គុយនៅស្ងៀមអ្នកបង្កើតបញ្ជាពួកគេមើលឃើញបញ្ហាហើយការដោះស្រាយវាដោយខ្លួនឯងដោយមិនចាំបាច់មាននរណាម្នាក់ប្រាប់ពួកគេមិនរងចាំការអនុញ្ញាតដើម្បីកែលម្អការងារនោះទេហេតុអ្វីបានជាការមិនរងចាំការបញ្ជាជាគុណលក្ខណៈរបស់អ្នកដឹកនាំម្ចាស់អាជីវកម្មនិងសិស្សនិទ្ទេសីដែលជោគជ័យច្រើនតែមានការជំរុញចិត្តពីខាងក្នុងពួកគេយល់ថាពេលវេលាគឺជាធនធានដែលមិនអាចប្រកែកបានការរងចាំការបញ្ជាពីថ្នាក់លើគឺជាការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃនៅពេលដែលអ្នកមិនរងចាំការបញ្ជាអ្នកនឹងចាប់ផ្ដើមមើលឃើញពីឱកាសជំនួសឲ្យការមើលឃើញកិច្ចការដែលអ្នកត្រូវតាមបញ្ជាអ្នកឃើញតម្រូវការរបស់អតិថិជនឬចំណុចដែលក្រុមហ៊ុនត្រូវកែលម្អទទួលខុសលើលទ្ធផលនៅពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងអ្នកគ្រាន់តែកាន់តែយកចិត្តទុកដាក់ទៅលើលទ្ធផលព្រោះវាជាគំនិតផ្ដួចផ្ដើមរបស់អ្នកកសាងភាពជាម្ចាស់នេះគឺជាគុណលក្ខណៈដែលថៅកែគ្រប់រូបចង់បានពីបុគ្គលិករបស់ពួកគេអន្ទាក់នៃការស្ដាប់បង្គាប់ពេកសិស្សនិទ្ទេស A ជាច្រើនចូលទៅធ្វើការងារដោយមានផ្នត់គំនិតថាខ្ញុំនឹងធ្វើអ្វីដែលមេប្រាប់ឲ្យបានល្អបំផុតបញ្ហាគឺថាប្រសិនបើមេរបស់អ្នកមិនចេះគិតអ្នកនឹងធ្វើការខុសតាមមេដែរប្រសិនបើមេរបស់អ្នកជាមនុស្សដែលមិនចេះគិតអ្នកនឹងក្លាយជាបុគ្គលិកដែលមិនចេះគិតដូចគាត់ដែរអ្នកនឹងមិនមានភាពលេចធ្លោជាងអ្នកដទៃទេព្រោះអ្នកគ្រាន់តែជាអ្នកបំពេញការងារតាមកំណត់តែប៉ុណ្ណោះរបៀបបិទដោះផ្នត់គំនិតមិនរងចាំការបញ្ជាកុំសួរថាតើខ្ញុំត្រូវធ្វើអ្វីប៉ុន្តែសួរថាតើបញ្ហាអ្វីដែលខ្ញុំអាចជួយដោះស្រាយបានធ្វើសកម្មភាពតូចៗចាប់ផ្ដើមពីកិច្ចការតូចៗដែលអ្នកឃើញថាវាមានប្រយោជន៍ទោះបីជាមិនមានអ្នកណាប្រាប់ក៏ដោយហ៊ានស្នើគំនិតថ្មីៗកុំរងចាំឲ្យគេសួរទៅឆ្លើយបើអ្នកឃើញអ្វីអាចប្រសើរជាងនេះសូមនិយាយចេញមកនៅក្នុងសម័យនេះ
អ្នកដែលអាចដឹកនាំខ្លួនឯងបានគឺជាអ្នកដែលមានតម្លៃបំផុតសិស្សនិទ្ទេសស៊ីធ្វើការឲ្យសិស្សនិទ្ទេសស៊ីមិនមែនដោយសារតែពួកគេឆ្លាតជាងសិស្សនិទ្ទេស A នោះទេប៉ុន្តែដោយសារតែពួកគេមានផ្នត់គំនិតជាម្ចាស់ការដែលមិនរងចាំការបញ្ជាពីនរណាម្នាក់ជំពូកទី16ជំនាញការដោះស្រាយបញ្ហាដែលមិនមាននៅក្នុងសៀវភៅនៅក្នុងសាលារៀនលំហាត់ទាំងអស់ត្រូវបានរៀបចំឡើងដោយមានចម្លើយត្រឹមត្រូវតែមួយនិងមានគន្លឹះដោះស្រាយដែលមានស្រាប់នៅក្នុងសៀវភៅមេរៀនប៉ុន្តែជីវិតពិតបញ្ហាដែលអ្នកជួបប្រទះមិនមែនមាននៅក្នុងសៀវភៅណែនាំឬក៏វិញ្ញាសាត្រៀមទុកនោះទេនេះហើយគឺជាកន្លែងដែលសិស្សនិទ្ទេសស៊ីជាច្រើនតែងតែប្រៀបធៀបជាងសិស្សនិទ្ទេស A ព្រោះពួកគេបានវឹកហាត់ដោះស្រាយបញ្ហាក្រៅសៀវភៅជាយូរណាស់មកហើយភាពខុសគ្នារវាងលំហាត់និងបញ្ហាពិតលំហាត់ School Exercise ព័ត៌មានគ្រប់គ្រាន់ត្រូវបានផ្ដល់ឲ្យមានចម្លើយតែមួយនិងដឹងច្បាស់ថាពេលណាត្រូវបញ្ចប់បញ្ហាពិត Real World Problem ព័ត៌មានមិនគ្រប់គ្រាន់ចម្លើយមានច្រើនជម្រើសឬគ្មានចម្លើយល្អឥតខ្ចោះនិងទាមទារការសម្រេចចិត្តក្នុងស្ថានភាពដ៏ស្មុគស្មាញហេតុអ្វីបានជាសៀវភៅមិនអាចបង្រៀនអ្នកបានសៀវភៅបង្រៀនអ្នកពីអ្វីដែលកើតឡើងនៅក្នុងអតីតកាលប៉ុន្តែបញ្ហាដែលជួបប្រទះក្នុងអាជីវកម្មឬក្នុងជីវិតគឺជាអ្វីដែលមិនទាន់កើតឡើងជំនាញដោះស្រាយបញ្ហាក្រៅសៀវភៅរួមមាន1សមត្ថភាពក្នុងការច្នៃប្រឌិតធនធាននៅពេលដែលអ្នកគ្មានដើមទុនគ្រប់គ្រាន់គ្មានបុគ្គលិកគ្រប់គ្រាន់ឬគ្មានបច្ចេកវិទ្យាទំនើបតើអ្នកត្រូវធ្វើដូចម្តេចដើម្បីសម្រេចគោលដៅសិស្សនិទ្ទេសស៊ីតែងតែចេះប្រើអ្វីដែលខ្លួនមានដើម្បីដោះស្រាយបញ្ហាសិល្បៈនៃការចរចាបញ្ហាក្នុងជីវិតច្រើនពាក់ព័ន្ធទៅនឹងមនុស្សការធ្វើឲ្យដៃគូយល់ព្រមតាមការសំណើរបស់អ្នកគឺជារឿងដែលគ្មាននៅក្នុងសៀវភៅរូបមន្តគណិតវិទ្យាឡើយការអានចិត្តមនុស្សជំនាញក្នុងការយល់ថាពេលណាគួររឹងរូសពេលណាគួរទន់ភ្លន់និងពេលណាគួរថយក្រោយគឺជាអ្វីដែលបានមកពីការប៉ះទង្គិចផ្ទាល់ជាមួយមនុស្សនៅក្នុងពិភពលោកផ្នត់គំនិតនៃការដោះស្រាយសិស្សនិទ្ទេសស៊ីមិនមើលឃើញបញ្ហាជាសោកនាដកម្មទេប៉ុន្តែពួកគេមើលឃើញថាវាគឺជាឱកាសនៃការរកប្រាក់គ្រប់បញ្ហាដែលមនុស្សជួបប្រទះគឺជាទីផ្សារមួយបើអ្នកអាចដោះស្រាយបញ្ហានោះបានអ្នកនឹងទទួលបានតម្លៃតបស្នងមកវិញរបៀបវឹកហាត់ជំនាញដោះស្រាយបញ្ហាកុំសួរថាតើអ្នកណាជាអ្នកបង្កបញ្ហានេះប៉ុន្តែត្រូវសួរថាតើធ្វើដូចម្តេចដើម្បីដោះស្រាយវាអនុវត្តសាកល្បងខ្នាតតូចកុំខ្លាចក្នុងការវិធីសាកល្បងថ្មីទោះបីជាគ្មាននរណាធ្លាប់ធ្វើក៏ដោយការបង្កើនយល់ពីចិត្តវិទ្យាមនុស្សការសិក្សាដែលមនុស្សគិតរបៀបដែលពួកគេមានប្រតិកម្មនិងរបៀបដែលអ្នកអាចដឹកនាំពួកគេបានសិស្សនិទ្ទេស A ជារឿយរងចាំចម្លើយពីសៀវភៅឬពីថ្នាក់លើរីឯសិស្សនិទ្ទេស C ពួកគេជាអ្នកបង្កើតចម្លើយនៅក្នុងពិភពអាជីវកម្មអ្នកដែលទទួលបានប្រាក់ខែខ្ពស់បំផុតឬមានចំណូលច្រើនជាងបំផុតមិនមែនជាអ្នកចេះទន្ទិញសៀវភៅចាំបំផុតនោះទេប៉ុន្តែអ្នកដែលអាចដោះស្រាយបញ្ហាបានដែលពិបាកបំផុតក៏បានប្រសិនបើបងប្អូនមិនទាន់ចុច Subscribe សូមជួយចុច Subscribe និងចុចរូបបណ្ដឹង
ដើម្បីទទួលបានវីដេអូថ្មីៗផងសូមអរគុណ